ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកធ្វើមុខម្ហូបសម្លប្រហើរបុកអង្ករបងប្អូនមុខម្ហូបមួយមុខនេះគឺជាមុខម្ហូបបុរាណដែលប្រជាជនខ្មែរយើងគឺចូលចិត្តធ្វើហ្នឹងបងប្អូនជាពិសេសគឺចាស់ហ្នឹងគាត់ចូលចិត្តនិយមបរិភោគណាគឺងាយស្រួលក្នុងការរំលាយអាហាររបស់ពួកគាត់ថែមទាំងគុណក្មេងក៏គាត់អាចបរិភោគបានផងដែរហើយគឺជាសម្លសុខភាពដែលជួយទ្រទ្រង់រាងកាយរបស់យើងបរិភោគទៅគឺអត់ធ្វើទុកទេព្រោះមុខម្ហូបនេះគឺអត់មានជាតិសាច់ក្រពះរបស់យើងងាយស្រួលក្នុងការរំលាយអាហារផងដែរព្រោះវាគឺជាមុខម្ហូបដែលមានបន្លែសរសៃហើយនិងបន្លែខៀវនិងបន្លែគ្រប់មុខផងដែរហើយនេះគឺជាត្រាវដែលខ្ញុំបានកាត់ណាបងប្អូនហើយនឹងល្ពៅត្រាវយើងដាក់លាយជាមួយគ្នាឲ្យមានច្រើនមុខចឹងណាបងប្អូនហើយនឹងពោតហ្នឹងគឺយើងឈូសវាជាល្អិតបែបហ្នឹងណាបងប្អូនហើយនេះគឺជាផ្នែកផ្សិតម្ជុលហើយនឹងននងយើងហាន់វាជាចំណិតបែបនេះដើម្បីឲ្យយើងដាក់សម្លប្រហើរទៅគឺងាយស្រួលឆ្អិនហើយអាចងាយស្រួលក្នុងការបរិភោគផងដែរបងប្អូនសម្រាប់បន្លែននងហ្នឹងគឺបើអ្នកមានបញ្ហាកាពះពោះវៀនហ្នឹងគឺយើងបរិភោគទៅគឺមានសារៈប្រយោជន៍ខ្លាំងបំផុតគឺអាចជួយកាពះពោះវៀនរបស់យើងគឺដំណើរការល្អផងដែរហើយនេះគឺជាអង្ករដែលខ្ញុំបានត្រាំឲ្យរីកហើយខ្ញុំបុកលាយជាមួយនឹងស្លឹកគ្រៃយើងប្រើស្លឹកគ្រៃណាដែលខ្ចីហើយយើងបុកឲ្យម៉ត់ហើយបន្ទាប់មកទៀតខ្ញុំដាំទឹកឲ្យពុះខ្ញុំបង់អំបិលហើយនឹងប្រហុកចូលហើយនឹងប៊ីចេងចូលតែម្ដងដើម្បីសម្លរបស់យើងបង្កើតរសជាតិកាន់តែឆ្ងាញ់ហើយបន្ទាប់មកទៀតខ្ញុំបានដាំខ្ជាយបង់ចូលទៅក្នុងសម្លផងដែរហើយនេះគឺជាស្អំសម្រាប់បន្លែខៀវមានផ្ទីហើយនឹងស្អំនឹងហើយខ្ញុំក៏ប្រឡេះវាឲ្យស្អាតដើម្បីយកវាទៅលាងទឹកឲ្យស្អាតពេលសម្លផុយបន្លែផុយគឺយើងបង់ចូលតែម្ដងហើយនេះគឺជាពោតល្ពៅហើយនឹងត្រាវយើងឃើញទឹកពុះគឺយើងដាក់ចូលតែម្ដងរួចហើយបន្ទាប់មកក៏ខ្ញុំបានអង្ករដែលខ្ញុំត្រាំហើយច្បុកជាមួយគ្រឿងណាដាក់ដោយឡែកហើយយើងត្រាំម្ដងទៀតយើងត្រាំទឹកសិនចឹងណាបងប្អូនជ្រាបពេលនោះដែរក៏ខ្ញុំបានបេះស្អំហើយនឹងបេះផ្ទីដើម្បីយកវាទៅលាងទឹកឲ្យស្អាតផងដែរហើយនេះគឺជាផ្នែកត្រីសម្រាប់ត្រីខ្ញុំប្រើត្រីផ្ទក់ដែលឆ្អិនណាបងប្អូនព្រោះយើងប្រើត្រីស្រស់វាធ្វើឲ្យសម្លយើងឆ្អាបចឹងហើយយើងអាំងត្រីមកល្មមមកយើងទៅប្រឡេះយកសាច់ត្រីហើយពេលទឹកសម្លពុះគឺយើងដាក់ចូលតែម្ដងហើយសម្រាប់ត្រីវិញយើងប្រើត្រីធំដើម្បីឲ្យសម្លយើងមានរសជាតិកាន់តែឆ្ងាញ់ហើយខ្ញុំអត់ចង់ចោលក្បាលទេខ្ញុំដាក់ទាំងក្បាលដើម្បីឲ្យមានជាតិហើយនេះគឺផ្សិតម្ជុលខ្ញុំបង់ចូលហើយខ្ញុំបង់នំចូលតែម្ដងបងប្អូនអាចភ្លក់រសជាតិសាបឬប្រៃបងប្អូនអាចថែមរសជាតិទៅតាមចំណង់ចំណូលចិត្តបងប្អូនផងដែរបងប្អូនចង់ថែមរសជាតិអញ្ចឹងណាបងប្អូនហើយនេះគឺជាអង្ករដែលយើងត្រាំជាមួយនឹងស្លឹកគ្រៃហើយនឹងខ្ទឹមណាយើងដាក់ចូលគ្នាជាមួយគ្នាតែម្ដងទៅរួចហើយយើងកូរវាឲ្យឡើងមើលទៅសម្លយើងខាប់ទន់ល្មើយហើយទើបយើងបង់បន្លែខៀវចូលបន្លែខៀវយើងគឺមានផ្ទីហើយនឹងស្អំនឹងបងប្អូនទីនឹងស្អំនឹងគឺល្អណាស់សម្រាប់សុខភាពរបស់យើងផងដែរចាបងប្អូនមើលទៅសម្រាប់របស់យើងគឺទំនងខ្លាំងមែនទែនហើយខ្ញុំក៏បានបង់លីងលាក់ចូលតែម្ដងសម្រាប់របស់យើងគឺបានរួចជាការស្រេចបងប្អូនបើសិនបងប្អូនចង់បាត់រោបងប្អូនអាចសាកល្បងធ្វើមុខម្ហូបមួយមុខនេះផងដែរសម្រាប់ការទស្សនាសូមបងប្អូនកុំភ្លេចជួយចុច like ដល់វីដេអូរបស់នាងខ្ញុំផង